ប្រទេសមីយ៉ាន់ម៉ាមានការរញ្ជូតដី8លើកទៀតនៅថ្ងៃសៅរ៍នេះគណៈអ្នកស្លាប់កើនឡើងដល់ជាង3300នាក់ការរញ្ជូតដីកាត់ឡើងជាថ្មីម្ដងទៀតនៅភូមានៅថ្ងៃសៅរ៍នេះគណៈអ្នកស្លាប់កើនឡើងដល់ជាង3300នាក់ការរញ្ជូតដីចំនួន8បានកាត់ឡើងនៅប្រទេសភូមាចាប់តាំងពីពាក់កណ្ដាលថ្ងៃសុក្ររហូតព្រឹកថ្ងៃសៅរ៍ទី5មេសានេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation របស់ប្រទេសថៃដែលដកស្រង់ប្រភពនៃផ្នែកតាមដានការរញ្ជូតដីរបស់ប្រទេសថៃប៉ុន្តែទោះបីជាយ៉ាងណាក្តីការរញ្ជូតដីនោះមានកម្រិតត្រឹមតែ 1.7 ទៅ 3.8 វិកទ័រតែប៉ុណ្ណោះដូច្នេះវាមិនបង្កគ្រោះថ្នាក់ដល់ភូមានិងប្រទេសថៃឡើយសេចក្តីរាយការណ៍នៃការរញ្ជូតដីថ្មីនេះបានកាត់ឡើងខណៈដែលចំនួនអ្នកស្លាប់ដោយសារការរញ្ជូតដីនៅភូមាបានកើនឡើងដល់ជាង3300នាក់នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន AFP របស់បារាំងទន្ទឹមគ្នានោះការរញ្ជូតដីកម្រិត 2.1 វិកទ័រក៏បានកើនឡើងនៅប្រទេសថៃផងដែរប៉ុន្តែវាមិនមានផលប៉ះពាល់អ្វីឡើយប្រទេសថៃនៅតែបន្តប្រាប់ប្រជាជនឲ្យមានការប្រុងប្រយ័ត្ននៅឡើយអំពីការរញ្ជួយដីសូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនដែលថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ